បាទដំបូងលើបងប្អូនបើក profile Facebook របស់បងប្អូនមកបាទឬក៏ page បងប្អូនមកបន្ទាប់មកបងប្អូនចូលទៅមើលនៅក្នុង notification ណាបងប្អូនបាទអាចចំណុចកណ្ដឹងរូបកណ្ដឹងណាបងប្អូនចូលទៅមើលនឹងតើយើងមើលអីទេមើលតែក្រុមហ៊ុនហ្នឹងគេ alert បានតែគេប្រាប់យើងអ្វីខ្លះនៅក្នុងពេលវេលាហ្នឹងបងប្អូនត្រូវមើលហ្នឹងជាប្រចាំហើយចាប់អារម្មណ៍ជាងគេគឺដឹងថាក្រុមហ៊ុនបង្ហាញព័ត៌មានអ្វីមកដល់យើងឲ្យយើងអនុវត្តឲ្យយើងដឹងអញ្ចឹងបងប្អូនចូលមកនៅពេលដែលឃើញក្រុមហ៊ុនគេប្រាប់យើងហើយអញ្ចឹងបងប្អូនចុចលើវាមកចុចចូលទៅដើម្បីដឹងព័ត៌មានថាតើក្រុមហ៊ុនគេតម្រូវឲ្យយើងធ្វើមិនខ្លះបាទpage របស់ខ្ញុំនេះក្រុមហ៊ុនគេតម្រូវឲ្យផុសរូបមួយយើងធ្វើ celebration ណាបងប្អូនបានន័យថាការបង្កើតពិធីមួយបានន័យថាផុសរូបរំលឹកខួបទី6អារូបភាពនោះបងប្អូនយើងផុសទៅដើម្បីរំលឹកពិធីរំលឹកខួបទី6បាទអញ្ចឹងបងប្អូនចុចលើផ្ទាំងពណ៌ខៀវមកប៉ុន្តែសូមជម្រាបចេះបងប្អូននៅពេលដែលបងប្អូនចុចនៅលើ page របស់បងប្អូនឬ account បងប្អូនមិនប្រកាសថាបង្ហាញអញ្ចឹងទេបងប្អូនអញ្ចឹងក្រុមហ៊ុន Facebook គឺបង្ហាញលក្ខណៈផ្សេងគ្នាក្រុមហ៊ុនហ្នឹងគេវិភាគថាតើយើងត្រូវធ្វើអីដើម្បីទាក់ទាញឲ្យ page របស់យើងរៀងៗខ្លួនហ្នឹងគឺដំណើរការទៅមុខរីកទៅមុខអញ្ចឹងយើងធ្វើតាមពេលលក្ខណៈផ្សេងគ្នាជួនអីដូចគ្នាចឹងតែបងប្អូនសូមបើក workshop ប៉ុណ្ណឹងបាទបន្ទាប់ពីខ្ញុំផុសរូបភាពនឹងហើយណាបងប្អូនអញ្ចឹងគឺក្រុមហ៊ុន Facebook គេបង្ហាញមកទៀតណាគេបង្ហាញបន្តទៀតគេប្រាប់កលឹះណាអានេះគេហៅថាកលឹះធីបបងប្អូនធានប្រែថាកលឹះបាទអញ្ចឹងគេប្រាប់កលឹះទៀតហើយអញ្ចឹងខ្ញុំនៅមានកលឹះ3ទៀតដើម្បីធ្វើឲ្យ page យើងដំណើរការឬ account យើងដំណើរការឲ្យវារីកទៅមុខណាបងប្អូនអញ្ចឹងគឺមាន3ហើយនៅសល់3ហ្នឹងបងប្អូនធ្វើតាមពីហ្នឹងមកបងប្អូនបងប្អូនអាចបើបងប្អូន account បងប្អូនជាភាសាខ្មែរបងប្អូនយល់តាមហ្នឹងឯងបើសិនជាបងប្អូន account ជាភាសាអង់គ្លេសបងប្អូនអាចបកប្រែទៅតាមអង់គ្លេសហ្នឹងទៅយើងអាច copy នៅក្នុង Google Translate អីទៅជាដើមបាទអញ្ចឹងបងប្អូនធ្វើតាមពីណាបងប្អូនណានឹងខ្ញុំឧទាហរណ៍តែមួយទេបងប្អូនហើយនៅសល់3ទៀតនេះឬក៏បងប្អូនអាចនៅសល់1ឬក៏អាចនៅសល់2ឬក៏អាចអត់មានតល់ទេធ្វើតែមួយចម្រៀងអាចចប់ក៏បាក់ថាបានដែរមិនប្រកាសថាដូចគ្នាទេបងប្អូនអញ្ចឹងការចែករំលែករបស់ខ្ញុំសម្រាប់ខ្ញុំវិញខ្ញុំយល់ថាមានប្រយោជន៍សម្រាប់អ្នកធ្វើ MMO ក៏ដូចជាអ្នកដែលទើបតែបង្កើតថ្មីគាត់មិនសូវដឹងហើយចង់ឲ្យរីកអញ្ចឹងនេះជាគំនិតរបស់ខ្ញុំបាទការចែករំលែកប៉ុន្តែបងប្អូនយល់ថាយ៉ាងម៉េចដែរតាមការគិតពិចារណារបស់បងប្អូនទៅអញ្ចឹងជាធម្មតាក្រុមហ៊ុនមេតានៅពេលដែលគេដាក់កិច្ចការយើងឲ្យយើងធ្វើឧទាហរណ៍ណាឲ្យបងប្អូនអត់ធ្វើតើបងប្អូនជាប្រធានក្រុមហ៊ុនបងប្អូននឹងមានអារម្មណ៍យ៉ាងម៉េចបងប្អូននឹងគិតយ៉ាងម៉េចបាទអញ្ចឹងអរគុណច្រើនប៉ុន្តែនេះសូមបញ្ជាក់ថាចេះក្រុមហ៊ុនគឺបងប្អូនបើកឆែកមើលទៅនៅពេលដែលបងប្អូនចាប់ផ្ដើមបដូរទៅម៉ូតអាជីពរកប្រាក់កម្រៃតាម Facebook គឺ Facebook គឺគេផ្ដល់គំរូក៏ដល់ការណែនាំឲ្យយើងរហូតបងប្អូនមើលផ្ទាំងចូលផ្ទាំងមើលហ្នឹងទៅបងប្អូនចុចមើលទៅណាការណែនាំមកគេមិនគេ support បងប្អូនតាម support រហូត control រហូតហើយបើគេ control ហើយបងប្អូនអត់ធ្វើតាមគេនឹងមិនដែរបងប្អូនបាទគួរទៅពិចារណាមើលទៅបាទអញ្ចឹងសូមអធិស្ឋានការខុសត្រូវប្រមាណអីខុសត្រូវអីសូមអធិស្ឋានផងណាបងប្អូនបាទបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះបាទសូមជួយ comment ពាក្យល្អៗជួយ follow ដើម្បីទទួលបានការចែករំលែកល្អៗអស់ពីចិត្តបាទអញ្ចឹងសូមអរគុណច្រើនបងប្អូនសូមជម្រាបលា